ព្រះគម្ពីរទំនុកដំកើងជំពូកទី127បើគ្មានព្រះយេហូវ៉ាសង់ផ្ទះឡើងនោះពួកជាងដែលសង់គេធ្វើការជាឥតប្រយោជន៍ទេបើគ្មានព្រះយេហូវ៉ាថែរក្សាទីក្រុងនោះពួកយាមល្បាតគេចាំយាមជាឥតប្រយោជន៍ដែរការដែលឯងក្រោកឡើងមុនកំណត់ហើយក្រោកចូលដេកពេលយប់ព្រមទាំងបរិភោគដោយធ្វើការនឿយហត់ផងនោះជាការឥតប្រយោជន៍ទៀតត្បិតទ្រង់ប្រោសប្រទានឲ្យពួកស្ងួនភ្ងារបស់ទ្រង់បានដេកលក់សប្បាយមើលកូនចៅជាមរតកមកពីព្រះយេហូវ៉ាហើយផលកើតពីផ្ទៃក៏ជារង្វាន់ដែលទ្រង់ប្រទានដែរកូនដែលឯងបង្កើតពីកាលនៅក្មេងនោះធៀបដូចជាព្រួញនៅដៃនៃមនុស្សខ្លាំងពូកែសប្បាយហើយអ្នកណាដែលមានបំពង់ព្រួញពេញដោយព្រួញយ៉ាងនោះកាលណាត្រូវការនិយាយនៅខ្មាំងសត្រូវនៅមាត់ទ្វារក្រុងនោះឯងមិនត្រូវខ្មាស់ឡើយព្រះគម្ពីរទំនុកដំកើងជំពូកទី128មានពរហើយអស់អ្នកដែលកោតខ្លាចដល់ព្រះយេហូវ៉ាជាពួកអ្នកដែលដើរតាមផ្លូវរបស់ទ្រង់ត្បិតឯងនឹងបានបរិភោគផលនៃកម្លាំងដៃឯងនឹងបានសប្បាយហើយនឹងមានសេចក្តីសុខផងប្រពន្ធឯងនឹងបានដូចជាដើមទំពាំងបាយជូរមានផ្លែដែលដាំនៅក្នុងទីធ្លានៃផ្ទះឯងកូនឯងទាំងប៉ុន្មាននឹងបានដូចជាដើមអូលីវនៅជុំវិញតុរបស់ឯងមើលមនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ានឹងបានពរយ៉ាងនោះហើយព្រះយេហូវ៉ាទ្រង់នឹងប្រទានពរដល់ឯងពីក្រុងស៊ីយ៉ូនមកហើយឯងនឹងបានឃើញសេចក្តីល្អដែលផ្សាយមកលើក្រុងយេរូសាឡឹមដល់រាបដល់អស់មួយជីវិតឯងឯងនឹងបានឃើញចៅរបស់ឯងដែរសូមឲ្យមានសេចក្តីសុខគ្របលើសាសអ៊ីស្រាអែលផងព្រះគម្ពីរទំនុកដំកើងជំពូកទី129គួរឲ្យសាសអ៊ីស្រាអែលនិយាយឥឡូវថាតាំងពីខ្ញុំនៅក្មេងគេបានធ្វើទុកខ្ញុំជាច្រើនដងហើយគឺតាំងពីខ្ញុំនៅក្មេងគេបានធ្វើទុកខ្ញុំជាច្រើនដងមែនតែគេមិនបានឈ្នះខ្ញុំឡើយពួកអ្នកព្យួរបានព្យួរខ្នងខ្ញុំគេបានធ្វើកន្លងគេឲ្យវែងតែព្រះយេហូវ៉ាទ្រង់សុចរិតទ្រង់បានកាត់បណ្ដាច់អស់ទាំងចំណងរបស់ពួកមនុស្សអាក្រក់ចេញសូមឲ្យអ្នកដែលស្អប់ក្រុងស៊ីយ៉ូនបានត្រូវខ្មាស់ហើយត្រឡប់ថយក្រោយទៅសូមឲ្យគេបានដូចជាស្មៅដែលដោះនៅលើដំបូលផ្ទះដែលស្វិតក្រៀមទៅមុនដែលដោះធំឡើងផងជាស្មៅដែលមិនបានបំពេញដល់ដៃនៃអ្នកច្រូតឡើយក៏មិនបានបំពេញអោបនៃអ្នកដែលចងបាច់ដែរហើយពួកអ្នកដែលដើរតាមទីនោះក៏មិនថាសូមឲ្យព្រះពរនៃព្រះយេហូវ៉ានៅលើឯងចុះយើងឲ្យពរដល់ឯងដោយនៅព្រះនាមព្រះយេហូវ៉ានោះឡើយ